បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងយានដ្ឋានតម្បត្តិអូតូបាទអរគុណច្រើនហើយយានដ្ឋានតម្បត្តិអូតូឯកទេសជួសជុលម៉ាស៊ីនត្រជាក់រថយន្តគ្រប់ធនបាទទទួលធ្វើតែម៉ាស៊ីនត្រជាក់ទេបងប្អូនបាទខ្ញុំបញ្ជាក់ជូនណាកន្លែងខ្ញុំបាទអូខេបងប្អូនបាទឥឡូវនេះមកដល់ឡានព្រុសបន្តទៀតហើយដល់បលែនបន្តទៀតចឹងច្រើនគ្រឿងបងប្អូនបានណែនេះធ្វើលេងសុំអត់បងប្អូនបាទខ្ញុំចាស់ឡានកន្លែងខ្ញុំទំនុកចិត្តខ្ពស់អញ្ចឹងពេលដែលធ្វើគឺម្ចាស់ឡានគាត់ចូលមើលផ្ទាល់គឺច្រែងគាត់លិចខូចខ្ញុំខូចបាក់បែកយ៉ាងម៉េចគឺគាត់ឃើញផ្ទាល់នឹងភ្នែកយើងអត់បានទុកឡានចោលបងប្អូនបាទគឺម្ចាស់ឡានគឺនៅនឹងផ្ទាល់ជាមួយនឹងជាងតែម្ដងបាទចឹងដូចជាស្រ័យអញ្ចឹងម្ចាស់ឡានគាត់ចូលមើលជាងធ្វើផ្ទាល់អញ្ចឹងណាបាទនេះបងបាទណែនេះចឹងកន្លែងយានដ្ឋានតម្បត្តិអូតូឯកទេសជួសជុលម៉ាស៊ីនត្រជាក់រថយន្តគ្រប់ធនបាទបងប្អូនមើលតាមប៉ាយនេះទៅយើងទទួលធ្វើតាមម៉ាស៊ីនត្រជាក់ទេហើយចាំខ្ញុំរៀបរាប់អាការៈឡាននីមួយសម្រាប់ឡានព្រុសនេះឡានគាត់នៅត្រជាក់ធម្មតាប៉ុន្តែម៉ូទ័រចែកខ្យល់ចែកមកក្រោមចេញមកជើងក្រោមនេះបាទចេញមកជើងក្រោមចឹងធ្វើឲ្យភាពត្រជាក់ហ្នឹងវាកាត់បន្ថយកាលណាម៉ូទ័រតែវាបែងចែកទៅក្រោមហើយគឺវាអត់មកមុខស្មើគឺវាកាត់បន្ថយភាពត្រជាក់ហើយប៉ុន្តែឡាននៅត្រជាក់ទេបាទចឹងគាត់មកទទួលសេវាកម្មដោះលាងហើយនឹងរៀបម៉ូទ័រហ្នឹងដើម្បីឲ្យចេញមកមុខសតហើយសម្រាប់បលែនកាមេរីរបស់បងនេះគឺពាក់ព័ន្ធលេខបាត់ហ្គាសតាកាម៉ានេះក៏លេខបាត់ហ្គាសដូចគ្នានេះលេខកញ្ឆេងបាទនេះអត់តន់ឆៃរកកន្លែងលេខទេកាមេរីនេះហើយសម្រាប់កាមេរីក្រោយនោះឡោករៀបមកកាត់មុខយើងផ្លាស់ប្ដូរកុំព្យូទ័រចែងក្រៅហើយនឹងលាងទៅយកលាងដាក់ប្រើវិញណាប៉ុន្តែខ្ញុំមកអត់ទាន់ឮថាជាងថាគាត់ផ្លាស់ប្ដូរកញ្ឆេងព្រីនក្បាលឡានដោយសារកញ្ឆេងគាត់ឡោកខ្មៅខ្លាំងណាអញ្ចឹងគាត់អត់សម្រាប់ចិត្តលាងឲ្យឮថាដាក់ព្រីនក្បាលឡានវិញហើយសម្រាប់នេះលេខកញ្ឆេងជាដូចគ្នាគាត់ផ្លាស់ប្ដូរកញ្ឆេងថ្មីរបស់ថៃប៉ាកូបាទអានេះ Nissan Navara 8បងប្អូនបាទ